mà làm bàiប្រើ HTTP đóយើងត្រូវ install វាចេញនេះគឺជា node ដែលខ្ញុំបានដាក់ស្ទេបងគឺយើងត្រូវការ install DNS ហើយស្រាប់ស្រីDHCP server សិនខ្ញុំจะប្រើបន្ទាប់ពីយើង install វាហើយយើងត្រូវ set static IP បន្ទាប់មកយើង nano ទៅកាន់ file config ដើម្បីយើងធ្វើ config file មួយហ្នឹងដើម្បីប្រើ DHCP របស់យើងដូចយើងបានឃើញអញ្ចឹងនេះគឺជាអ្វីដែលមានស្រាប់នេះគឺជា client virtual machine របស់យើងបន្ទាប់យើង comment វាទុកទៅយើង save អញ្ចឹងបន្ទាប់ពីយើង config ហើយយើងអាច start DHCP របស់យើងបានបើសិនជាវាអត់មាន error ទេវានឹងអត់មានអស់មានតែវាយើងជោគជ័យហើយចូលទៅយើងអាចធ្វើការ set test មើលទៅវាបានតាមនេះគឺខ្ញុំចង់មើលតើ IP វាមានបណ្ណាខ្លះខ្ញុំបង្ហាញវាមកទាំងអស់ហើយខ្ញុំសូម release IP នឹងចង់អស់សិនមានន័យថាលើdevice ខ្ញុំគឺអត់មាន IP ទេបន្ទាប់មកខ្ញុំនឹងទៅ renew IP មកវិញដើម្បីយកមកប្រើបន្ទាប់ពីយើង renew ហើយយើងអាចទៅបើក Firebase ជួយ firewall របស់យើងវិញដំបូងយើងអាចសរសេរ command ដូចខ្ញុំចឹងទៅដោយសារតែខ្ញុំធ្លាប់មានដំបូងហើយវាមានប្រាប់តំបន់នេះតែយើងមានហើយតែវាអត់មានបញ្ហាទេឥឡូវយើងចាប់បាន testing ជាមួយគ្នាតែដំបូងយើងទៅកាន់ device client ដែលយើងបានតេស្តហើយគឺវាដើរអូខេហើយ
កន្លែងនេះខ្ញុំចង់និយាយថាយើងអាចចង់ save IP ទៅកាន់ device ណាមួយចឹងតែឧទាហរណ៍យើងចង់ថាបុគ្គល A មាន IP address ប៉ុណ្ណេះចឹងទៅយើងអាចធ្វើចឹងបានសម្រាប់បោះ DHCP ឲ្យគាត់បានចឹងជាកន្លែងយើងត្រូវបង្កើតជា host client VM មួយសម្រាប់ machine ណាមួយចឹងទៅយើងចង់ set ចឹងណាគឺយើងអាចមើលបានមើលតាមខាង set របស់ខ្ញុំបានជាងកម្រិតនេះគឺខ្ញុំចង់បាន MAC address ពី machine ណាមួយចឹងទៅយើងអាចប្រើ MAC address ហ្នឹងដើម្បីគឺយើងប្រើ hardware Ethernet ហើយជាមួយនឹង MAC address ទៅហើយយើងមានជាមួយនឹង fixed address សម្រាប់ពេលយើងបោះទៅ